ជំរាបសួរប្រិយមិត្តខ្មែរ Today ជាទីមេត្រីដោយលោកអ្នកដឹងស្រាប់ហើយថានៅពេលនេះថៃបានបញ្ជាទិញដ្រូនភីឃាត Winlong 2 ពីចិនដើម្បីត្រៀមសង្គ្រាមលើកទី3ជាមួយខ្មែរយើងហើយតែយើងមានអ្វីខ្លះដើម្បីទប់ទល់នឹងការឈ្លានពានមួយនេះនៅទូគីមានដ្រូនភីឃាតមួយប្រភេទមានសមត្ថភាពខ្លាំងជាងដ្រូន Winlong 2 ចិនទ្វេដងហើយការបំពាក់សពាវុធរបស់វាខ្លាំងជាង F16 របស់ថៃទៅទៀតនោះគឺ Bayaka Akensi បាយកា Akensi គឺជាដ្រូនពីឃាតចំនួនថ្មីរបស់ទូគីសម្រាប់ប្រជាជនយើងដែលនិយមតាមដានចំពោះស្ថានភាពសង្គ្រាមនិងយោធាច្បាស់ជាបានដឹងជាក់ច្បាស់ថាទូគីគឺជាមហាអំណាចក្នុងតំបន់មួយនិងជាសមាជិកនៃអង្គការ NATO ចំណែកឯសពាវុធផលិតដោយប្រទេសមួយនេះគឺល្អខ្លាំងណាស់ទូយ៉ាងដូចជា TB2 ជាដើមសង្គ្រាមនៅតំបន់ Nagorno-Karabakh TB2 បានជួយឲ្យអាសេបៃសាំងយកឈ្នះអាមេនីនិងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនវាបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យធ្វើឲ្យពិភពលោកកោតញញើតនឹងវាគ្រាន់តែលើឈ្មោះថា TB2 មកដល់ហើយកងទ័ពសត្រូវភ័យញ័រខ្លួនជួយទំនន់ដ្រូន Bayaka Akensi នេះទៅទៀតវាគឺជាប្រភេទដ្រូនស៊េរីថ្មីនិងទំនើបជាង TB2 ច្រើនដងឯណោះដើម្បីដឹងថាដ្រូនចំនួនថ្មីមួយនេះវាទំនើបនិងខ្លាំងកម្រិតណានោះសូមទស្សនាវីដេអូនេះដូចតទៅ Bayaka Akensi គឺជាដ្រូនពិឃាតផលិតដោយទូគីក្នុងឆ្នាំ2019និងដាក់ប្រើប្រាស់ជាផ្លូវការនាឆ្នាំ2021វាត្រូវបានប្រទេសនេះធ្វើទំនើបកម្មចេញពី TB2 Bayaka Akensi មានទម្ងន់ 1300 គីឡូក្រាមពេលវាបំពាក់សពាវុធរួចមានទម្ងន់ 5500 គីឡូក្រាមមានបណ្ដោយប្រវែង 12 ម៉ែត្រចុច 2 ស្លាបប្រវែង 20 ម៉ែត្រកម្ពស់ 4 ម៉ែត្រចុច 1 ប្រើប្រាស់ម៉ាស៊ីនចំនួន 2 មានកម្លាំង 750 សេសហោះក្នុងល្បឿនធម្មតា 280 គីឡូម៉ែត្រក្នុង1ម៉ោងល្បឿនដែលលឿនបំផុតនោះគឺ361 គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ 7500 គីឡូម៉ែត្រក្នុងរយៈកម្ពស់ 13716 ម៉ែត្រមានសមត្ថភាពប្រតិបត្តិការរយៈពេល24ម៉ោងជាង Bayaka Akensi អាចបំពាក់សពាវុធដែលប្រដោយទូគីផងនិងអាវុធរបស់ពួក NATO ផងសពាវុធទាំងនោះមានដូចជាបំពង់សម្រាប់បាញ់គ្រាប់រ៉ុកែតចំនួន8អាចបាញ់គ្រាប់រ៉ុកែតប្រភេទ Sirit ដែលជារ៉ុកែតបាញ់ពីអាកាសមកដីបាញ់បានចម្ងាយ8គីឡូម៉ែត្រមួយស៊ីលសម្រាប់ប្រយុទ្ធគ្នាលើអាកាសប្រភេទកក់ទុកបាញ់បានចម្ងាយ65ទៅ100គីឡូម៉ែត្រមួយស៊ីលប្រឆាំងរថក្រោះជាច្រើនប្រភេទទៀតដែលប្រដោយទូគីផងដូចជា UMTAS ជាដើមប្របាយកម្រិតពីអាកាសមកដីចាប់ពី MK81 ដល់ MK84 គ្រាប់បែកកំណត់ទៅដោយ GPS នាំផ្លូវនិងគ្រាប់បែក MAMC MAMT MAML ដែលជាភេទគ្រាប់បែកឡាស៊ាស្វ័យរកគោលដៅជាពិសេសមីស៊ីលនាំផ្លូវប្រភេទ SAM ដោយមីស៊ីលមួយនេះត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2017ដំបូងឡើយវាត្រូវបានបំពាក់លើយន្តហោះចម្បាំង F16 ទូគីទើបតែថ្មីនេះទូគីបានប្រកាសថាវាអាចបំពាក់លើដ្រូន Bayaka Akensi នេះបានដែរបន្ទាប់ពីធ្វើតេស្តសាកល្បងជាច្រើនដងមីស៊ីល SAM មានទម្ងន់500គីឡូក្រាមទៅ660គីឡូក្រាមអាស្រ័យលើប្រភេទរបស់វានីមួយក្បាលគ្រាប់របស់វាមានទម្ងន់230គីឡូក្រាមបាញ់បានចម្ងាយ250គីឡូម៉ែត្រទៅ275គីឡូម៉ែត្រ Bayaka Akensi បំពាក់រ៉ាដាប្រភេទ AESA រ៉ាដា MURAT មានសមត្ថភាពចាប់យកគោលដៅបានច្រើននិងអាចបើកការវាយប្រហារទៅកាន់គោលដៅផ្សេងគ្នាក្នុងពេលតែមួយនិងមានប្រព័ន្ធសម្រាប់ប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកនិងប្រព័ន្ធ Electro Optical Targeting System ជាប្រព័ន្ធកំណត់គោលដៅដោយ Electro Optic ឬហៅកាត់ថា EOTS គឺជាប្រព័ន្ធសម្រាប់តាមដាននិងកំណត់ទីតាំងគោលដៅតាមអាកាសនិងកាមេរ៉ាចាប់យករូបភាពប្រព័ន្ធឡាស៊ាស្វែងរកគោលដៅដែលអាចមើលបានទាំងពេលយប់និងពេលថ្ងៃបានយ៉ាងច្បាស់និយាយបែបខ្លីនិងនិយាយស្រួលស្ដាប់ការបំពាក់សពាវុធរបស់វាគឺដូចអាវុធដែលទូគីបំពាក់លើយន្តហោះចម្បាំង F16 ដែរសូម្បីតែការបំពាក់ពេជ្រកៅជារបស់វាមួយចំនួនក៏ដូច F16 ដូចជាប្រព័ន្ធទំនាក់ទំនងនិងផ្កាយរណបប្រព័ន្ធចាប់សញ្ញានិងប្រព័ន្ធបើកការវាយប្រហារដែលគ្រាប់បែកកំណត់គោលដៅឬក៏មីស៊ីលនាំផ្លូវប្រព័ន្ធបញ្ជូនទិន្នន័យដែលថតយកបានបញ្ជូនទៅប៉ុស្តិ៍បញ្ជាការនិងប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ជាដើមយន្តហោះដ្រូនមួយប្រភេទនេះអាចហោះបាន25ម៉ោងប្រវត្តិការចូលប្រឡូកក្នុងសង្គ្រាមវិញវាត្រូវបានទូគីប្រើប្រាស់ក្នុងប្រតិបត្តិការនៅភាគខាងជើងលើទឹកដីអ៊ីរ៉ាក់ដើម្បីកំទេចទីតាំងយុទ្ធសាស្ត្រនិងរួមក្រោមដីក្រមសកម្មយុទ្ធ Kurdistan Worker Party
ឬក៏ហៅកាត់ថា PKK ធ្លាប់កំទេចទីតាំងពលានយន្តហោះអ៊ីលហាឌៀមក្នុងទឹកដីលីប៊ីដែលគ្រប់គ្រងដោយក្រុមទាហានស៊ីឈ្នូវែកណេគ្រប់ក្នុងបេសកកម្មនោះវាបានកំទេចប្រព័ន្ធការពារដែនអាកាសក្រុមមួយនេះអស់មួយគ្រឿងទៀតផងបាយិកាអាខេនស៊ីត្រូវបានប្រទេសជាច្រើនកំពុងប្រើប្រាស់មានដូចជាអាសេបៃស្តង់ប៉ាគីស្ថានអេស្តូពីគីស៊ីស្ថានអារ៉ាប៊ីសាអូឌី